ទស្សនាវដ្តីអានជំរាបសួរអស់លោកអ្នកដែលបានគាំទ្រឬកំពុងបានប្រើប្រាស់កម្មវិធីវចនានុក្រមអាន ANT ចំនួនទី 2.1 ដែលជាប្រភេទចំនួនដំណើរការតាមរយៈ USB Flash កម្មវិធីនេះត្រូវបានចេញឲ្យប្រើប្រាស់នាថ្ងៃទី 3 ខែ 5 ឆ្នាំ 2012 នាឱកាសពិព័រណ៍ ICT ប្រចាំឆ្នាំនាកោះពេជ្រកម្មវិធីនេះត្រូវបានបង្កើតឡើងដោយទស្សនាវដ្តីអានហៅថា ANT Magazine ដែលជាទស្សនាវដ្តីឈានមុខគេនិងមានតែមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានបង្កើតកម្មវិធីកុំព្យូទ័រជាភាសាខ្មែរជាច្រើនសម្រាប់ជាប្រយោជន៍ដល់ប្រជាជនរួមជាតិរបស់យើងឆ្លៀតឱកាសនេះយើងខ្ញុំក៏សូមអភ័យទោសនៅចំណុចអវិជ្ជមានដែលជាកំហុសឆ្គងផ្នែកបច្ចេកទេសដោយអចេតនាហើយយើងរីករាយទទួលស្វាគមន៍នៅការកែលម្អក្នុងន័យស្ថាបនាប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងមានមោទកភាពក្នុងការបង្កើតកម្មវិធីនេះដែលប្រសើរជាងអ្វីដែលយើងពុំបានធ្វើអ្វីទាល់តែសោះនិងរងចាំតែអ្វីពីបរទេសកម្មវិធីវចនានុក្រមអាន2012ចំនួន 2.1 ប្រភេទ USB Flash Runner Edition នេះគឺមានការបែងចែកចេញជា3ប្រភេទធំគឺផ្នែកវចនានុក្រមដែលរួមមាននៅក្នុងផ្នែកវចនានុក្រមនោះគឺយើងមានធ្វើការបែងចែកចេញជា7ប្រភេទគឺប្រភេទវចនានុក្រមពាក្យទូទៅដែលប្រើប្រាស់ជាធម្មតានៅក្នុងការងារទូទៅនិងវចនានុក្រមប្រភេទខ្មែរដែលជាវចនានុក្រមដែលពន្យល់ពាក្យខ្មែរជាភាសាពន្យល់ពាក្យខ្មែរហើយយើងដកស្រង់ចេញពីវចនានុក្រមរបស់សម្ដេចសង្ឃជួនណាតនិងវចនានុក្រមដែលតាក់ទងទៅនឹងពាក្យបច្ចេកទេសខាងច្បាប់និងសេដ្ឋកិច្ចវចនានុក្រមតាក់ទងទៅនឹងពាក្យបច្ចេកទេសដែលប្រើប្រាស់នៅក្នុងមុខងារវិស័យសុខាភិបាលឬហៅថាខាងពេទ្យនោះហើយនឹងវចនានុក្រមដែលតាក់ទងទៅនឹងពាក្យបច្ចេកទេសទូទៅនិងវចនានុក្រមរូបភាពវចនានុក្រមដែលតាក់ទងទៅនឹងការផ្ដល់ព័ត៌មាននិងពាក្យតាក់ទងទៅនឹងធនធានធម្មជាតិនៅក្នុងស្រុកខ្មែរដែលព័ត៌មានទាំងអស់នេះគឺយើងទទួលបានពីខាងរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជានិងប្រភេទទី2គឺជាប្រភេទចំណេះដឹងទូទៅដែលនៅក្នុងនោះគឺមានតាក់ទងទៅនឹងការប្រើប្រាស់បន្លែតាក់ទងនឹងសុខភាពតាក់ទងនឹងកិច្ចការផ្ទះចម្អិនអាហារផ្លែឈើហុងស៊ុយអសតដែលជាចំណេះដឹងមួយដែលយើងមានពេលខ្លះអ្នកខ្លះគឺអាចចង់ដឹងផងដែរនៅចំណេះដឹងទាំងនេះក្នុងការរស់នៅជាប្រចាំនិងផ្នែកទី3គឺតាក់ទងទៅនឹងការកំសាន្តបញ្ញាមានការទូទាយការអាននិទានរឿងកំប្លែងនិងការលេងហ្គេមដើម្បីលេងហ្គេមដែលពាក់ព័ន្ធទៅនឹងការវាស់ស្ទង់នៅសមត្ថភាពខួរក្បាលរបស់យើង